ចូលទៅសង្គ្រោះអ៊ីស្រាអែលតាមបញ្ជារបស់យើងព្រះអង្គអើយតើឲ្យខ្ញុំសង្គ្រោះអ៊ីស្រាអែលបែបណាទៅបើក្នុងកុលសម្ព័ន្ធម៉ាណាសេខ្ញុំទន់ខ្សោយហើយខ្ញុំក៏ក្មេងជាងគេនៅក្នុងគ្រួសារទៀតយើងគង់នៅជាមួយអ្នកហើយអ្នកនឹងវាយឈ្នះសាម៉ាឌៀនដោយវាយជាមួយនឹងមនុស្សតែម្នាក់គួរឬក៏មិនគួរអេជីវ័នកាត់អីមែនណាឃើញដើរចុះដើរឡើងនឹងអូបញ្ច្រាសួស្ដីគ្នាដូចជាពិបាកចិត្តដល់ហើយថាម៉េចពិបាកចិត្តចេះពិបាកចិត្តទៀតរដងឃើញតែសប្បាយសោះហ្នឹងណាមកគេនិយាយគិតតែគ្នានឹងម៉េចកុំធ្វើមុខអញ្ចឹងមើលអាក្រក់មកណាគ្នានិយាយលេងតាឥឡូវពូម៉ៃប្រាប់គ្នាមកថាពូម៉ៃមានរឿងអីគឺថានៅសប្តាហ៍ក្រោយគ្នាត្រូវឡើងរំនៅព្រះវិហារហ្នឹងណាគ្នារំថាដូចភ័យមិនទេព្រោះនៅព្រះវិហារមានមនុស្សច្រើនរដងគ្នាឃើញឯងឡើងរំច្រៀងលើកដាខិនរហូតឥឡូវបាត់ភាពក្លាហានត្នាក់អស់ហើយដោយសារតែនៅព្រះវិហារវាមានមនុស្សច្រើនគ្នាខ្លាចតែរំខុសអីក៏សុទ្ធពេញនឹងទេមកភ័យជួយដល់រនឹកមើលធ្វើមិនកុំឲ្យភ័យអូគ្នានឹកឃើញអីវ៉ាវគ្នាទៅធ្វើមិនទៅប្រាប់លឿនមកកាលពី3ថ្ងៃមុនគ្នាបានមើលរឿងសភៅពិសេសមួយហើយរឿងនោះពិតជាលើកទឹកចិត្តគ្នាមែនតើឯងចង់មើលអត់ប្រកាសជាចង់ហើយមើលអាហ្នឹងមើលតាមណាវិញហើយគឺមើលតាម Facebook សភៅបុក Cambodia ហ្នឹងណានាងចាំគ្នាដាក់ឲ្យមើលយើងនឹងនាំពួកឯងទៅជួបបរិសម្នាក់ដែលបានទទួលការងារមិនស័ក្តិសមនឹងសមត្ថភាពរបស់គាត់វីរជនដ៏អម្អាចអើយព្រះជាម្ចាស់គង់នៅជាមួយអ្នកហើយលោកម្ចាស់បើព្រះអង្គម្ចាស់គង់នៅនឹងយើងមែនហេតុអីក៏កើតទុក្ខវេទនាដល់យើងអញ្ចឹងឯណាទៅការអស្ចារ្យដែលដូនតារបស់យើងបានប្រាប់ទាំងដំណើរថាព្រះបាននាំយើងចេញពីស្រុកអេស៊ីបមកនោះឥឡូវនេះព្រះបោះបង់យើងចោលហើយដាក់យើងនៅក្នុងកណ្ដាប់ដៃរបស់សាសម៉ាឌៀនដោយកម្លាំងដែលអ្នកមានចូលទៅសង្គ្រោះអ៊ីស្រាអែលតាមបញ្ជារបស់យើងព្រះអង្គអើយតើឲ្យខ្ញុំសង្គ្រោះអ៊ីស្រាអែលបែបណាទៅបើក្នុងកុលសម្ព័ន្ធម៉ាណាសេខ្ញុំទន់ខ្សោយហើយខ្ញុំក៏ក្មេងជាងគេនៅក្នុងគ្រួសារទៀតយើងគង់នៅជាមួយអ្នកហើយអ្នកនឹងវាយឈ្នះសាម៉ាឌៀនដោយវាយជាមួយនឹងមនុស្សតែម្នាក់បើទ្រង់គប់ចិត្តខ្ញុំមែនសូមផ្ដល់ទីសម្គាល់មួយឲ្យខ្ញុំបានដឹងថាព្រះពិតជាមានបន្ទូលមកកាន់ខ្ញុំមែនសូមកុំទៅណាចាំខ្ញុំយកនឹងវាយយកមកថ្វាយទ្រង់សិនយើងនឹងចាំអ្នកនៅទីនេះឃើញទេព្រះអង្គអើយទូមកគុំបានឃើញព្រះអង្គដោយផ្ទាល់នឹងភ្នែកហើយសេចក្តីសុខបានមកដល់អ្នកកុំខ្លាចអីអ្នកមិនស្លាប់ឡើយលោកមេតងលោកមានគេបលេងសួស្តីគេអូមិត្តខ្ញុំវ៉ាវមនុស្សគ្រប់គ្នានៅស្រុកអ៊ីស្រាអែលនេះតាមលោកទាំងអស់គេឌៀនមិនមែនទាំងអស់ទេប៉ុន្តែពួកយើងមានច្រើនច្រើនដែរប៉ុន្តែវាមិនច្រើនដូចពួកគេនោះទេអូយច្រើនណាស់គេមានគ្នាច្រើនលើលុបដូចជាសក្តិនុបអញ្ចឹងយើងត្រូវការគ្នាច្រើនដូចពួកគេទើបយើងច្បាស់ឈ្នះគេក៏ប៉ុន្តែព្រឹកមិញនេះព្រះមានបន្ទូលថាខ្ញុំមានគ្នាច្រើនណាស់ថាម៉េចមិនអាចទៅរួចទេទ័ពអ៊ីស្រាអែលអើយព្រះមានបន្ទូលថាយើងមានអ្នកចម្បាំងច្រើនណាស់នៅជាមួយយើងតើគេចង់និយាយគ្រឹះអីមិនត្រូវច្រើនគេឌៀនតើឯងឈួតទេពួកយើងត្រូវការទ័ពច្រើនជាងនេះមិនហើយពួកយើងត្រូវការទ័ពជាច្រើនពួកម៉ាឌៀនមានរាប់ពាន់អ្នកឯណោះគេច្រើនយើងតែត្រូវឲ្យពួកយើងត្រូវតបថែមទៀតត្រូវតបថែមទៀត
បានហ៊ានច្រើនទៀត ស្ដាប់ខ្ញុំនិយាយសិនព្រះមានបន្ទូលថាបើពួកយើងទាំងអស់គ្នាទៅច្បាំងនឹងទ័ពម៉ាឌៀនឬអាម៉ាឡេកនិងទ័ពដទៃទៀតឈ្នះនោះក្រែងអ៊ីស្រាអែលមានអំណួតចំពោះព្រះ ថាពួកគេសង្គ្រោះដោយកម្លាំងខ្លួនឯងដូច្នេះចូលទៅប្រាប់ពួកបណ្ដាជនថាអ្នកតក់ស្លុតឬ អ្នក ក៏ ត ខ្ ក់ លាច ស្លុតឬក៏ខ្លាចចូលចុះពីភ្នំនេះទៅផ្ទះចុះ ចង់និយាយថាមែនចង់គាត់ចង់និយាយពីស្ដាប់ចង់និយាយខ្ញុំនឹងទី យើងទៅផ្ទះវិញទៅ មិនហើយ ដល់ តោះមានបានការទេ ដល់ទៅយើងទៅផ្ទះ មិនហើយ ខ្ញុំក៏ទៅផ្ទះវិញដែរតោះពួកយើង តោះ មក យើង ទៅផ្ទះទៅមកទៀតមកដល់ខ្ញុំទៅផ្ទះដែរ ទោះ22000នាក់បានចាក់ចេញថ្ងៃនេះ គេឌៀននៅសល់ទាត់ត្រឹមតែ10000នាក់ទេ ចង់ហើយលើតោះ តបនៅមានចំនួនច្រើននៅឡើយចូលនាំពួកគេទៅមកស្ទឹងហើយយើងនឹងសាកល្បងឲ្យអ្នកដឹងថាអ្នកណានៅអ្នកណាទៅចូលញេទាហានជាពីរក្រុមមួយបងទឹកនឹងដៃហើយផឹកដូចជាសត្វឆ្កែមួយក្រុមទៀតលុតជង្គង់ចូលហើយផឹកនឹងមាត់របស់ពួកគេ មានត្រឹមតែ300នាក់ប៉ុណ្ណោះដែលផឹកទឹកនឹងដៃព្រះប្រាប់ខ្ញុំថាទ្រង់នឹងសង្គ្រោះអ៊ីស្រាអែលតាមរយៈទាហាន300នាក់នេះគេអាចយកឈ្នះទ័ពម៉ាឌៀនបានក្រោយពីនេះឲ្យទៅផ្ទះវិញចុះ ស្អីគេត្រឹម300នាក់ប៉ុណ្ណឹងហ៎ គេឌៀនលោកគិតយ៉ាងម៉េចទេ ខ្ញុំត្រូវទៅទុកចិត្តព្រះទ្រង់នឹងបង្ហាញផ្លូវខ្ញុំវាពិបាកសម្រាប់ខ្ញុំណាស់ពីព្រោះអីខ្ញុំពិបាកនឹងជឿណាស់អ្វីដែលខ្ញុំដឹងថាធ្វើមិនបានវាជំរុញឲ្យខ្ញុំជឿថាអាចធ្វើបាននោះពេលព្រះត្រាស់ហៅខ្ញុំឲ្យដេញពួកម៉ាឌៀនចេញពីទឹកដីរបស់ពួកយើងខ្ញុំត្រូវការជំនួយមែនទែនហើយគឺជារបស់មួយនេះហើយដែលខ្ញុំបានរកឃើញគឺខ្ញុំបានទូលទៅព្រះថាបើសិនជាព្រះសង្គ្រោះអ៊ីស្រាអែលតាមរយៈខ្ញុំពិតមែនសូមឲ្យស្បែកជៀមដែលទូលបង្គំលាននៅទីបោកស្រូវនេះសើមដោយទឹកសន្សើមប៉ុន្តែសូមកុំឲ្យសើមដីឲ្យសោះនោះខ្ញុំនឹងដឹងថាទ្រង់នឹងសង្គ្រោះអ៊ីស្រាអែលតាមរយៈខ្ញុំមែនការនោះក៏បានកើតឡើងមែនព្រឹកឡើងខ្ញុំទៅមើលស្បែកនោះឃើញថាដីស្ងួតទាំងអស់ប៉ុន្តែស្បែកជៀមវិញគឺសើមជោកដោយទឹកសន្សើមប៉ុន្តែខ្ញុំនៅតែមិនអត់ចិត្តសោះសូមទ្រង់កុំខ្ញាល់នឹងទូលបង្គំឡើយសូមឲ្យទូលបង្គំដឹងម្ដងទៀតផងទៅចុះគឺសូមឲ្យស្បែកជៀមនៅស្ងួតហើយទឹកសន្សើមធ្លាក់ជោកទៅដីវិញអូហើយយប់នោះព្រះក៏បានធ្វើមែនស្បែកជៀមបានស្ងួតប៉ុន្តែដីវិញគឺសើមទាំងអស់ដូច្នេះហើយខ្ញុំរក្សារបស់នេះទុកជាការរំលឹកក្តីសន្យារបស់ព្រះដែលទ្រង់បង្ហាញផ្លូវខ្ញុំចូលក្រោកឡើងហើយចុះទៅវាយជំរុំទ័ពម៉ាឌៀនចូលបាត់យើងប្រគល់ពួកគេឲ្យឯងហើយប្រសិនបើឯងនៅតែខ្លាចនោះចូលឯងនាំពូរ៉ាជាអ្នកបម្រើឯងលោកចូលមើលជំរុំពួកគេជាមុនសិនឯងនឹងលឺទាហានម៉ាឌៀននិយាយគ្នា ណាខ្ញុំមានសុបិនឃើញនំប៉័ងមួយរមៀលមកលើទីតាំងរបស់ពួកយើងហើយរមៀលបុកតង់របស់ខ្ញុំរលំមួយរំពេច សិវបិនឯងមានន័យតែមួយទេគឺព្រះប្រគល់លោកទេទីនជាកូនលោកយូអាសាសអ៊ីស្រាអែលមានជ័យជំនះលើពួកយើងហើយ អត់ទេវាមិនអាចទេពួកយើងធ្វើយ៉ាងម៉េចទៅគោប្រាប់លោកមេតបសិនបើសុបិននេះដូចឯងថាមែនពួកយើងវីវធំហើយតើការបកស្រាយរបស់ឯងពិតជាត្រឹមត្រូវទេក្រោកឡើងព្រះបានប្រគល់ពួកម៉ាឌៀនមកក្នុងដៃអ្នករាល់គ្នាហើយយកស្នែងជាម្នាក់មួយមក
ហើយយកចន្លោះទាំងអស់ដាក់ក្នុងក្អមម្នាក់មួយមកផងដែរពេលយើងទៅដល់ជំរំសត្រូវយើងត្រូវបំបែកគ្នាចូលពាត់ពួកគេហើយទាំងអស់គ្នារងចាំស្ដាប់សញ្ញាផ្លុំស្នែងរបស់ខ្ញុំកាលណាអ្នករាល់គ្នាឮហើយចូលផ្លុំស្នែងទាំងអស់គ្នាហើយស្រែកថាជ័យយោព្រះអង្គម្ចាស់ជ័យយោលោកគេឌៀន ជ័យយោគេឌៀន ស្អីគេ តើមានរឿងអីហ្នឹង ចម្លែកខ្លាំងណាស់ពួកគេមានគ្នាច្រើនណាស់ ជ័យយោព្រះអង្គម្ចាស់ជ័យយោលោកគេឌៀនពួកគេគាត់យើងជិតអស់ហើយខំរត់ទៅខំរត់ទៅពួកយើងលឿនឆាឡាលោកគេឌៀនខ្ញុំនឹកស្មានមិនដល់ថាលោកត្រឡប់ពីមានជ័យជំនះបែបនេះទេ ទុកចិត្តព្រះនៅចយទ្រង់នឹងបង្ហាញផ្លូវដល់ឯងក្រោយពេលសង្គ្រាមសាសអ៊ីស្រាអែលបាននិយាយថាលោកគេឌៀនអើយពួកយើងសូមឲ្យលោកធ្វើជាស្ដេចហើយនឹងបន្តទៅដល់កូនចៅរបស់លោកទៀតទេខ្ញុំមិនមែនជាស្ដេចទេគឺព្រះដ៏ពិតជាស្ដេចរបស់អ្នកជ័យយោ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 វ៉ាវលោកគេឌៀនណាគាត់ជាអស្ចារ្យមែនតើព្រះបានប្រើប្រាស់គាត់ក្នុងការយកឈ្នះសង្គ្រាមនេះបានគាត់មានកងទ័ពតែ300នាក់តែប៉ុណ្ណោះដោយសារតែគាត់ទុកចិត្តលើព្រះទោះគេនិយាយឬថាអ្វីឲ្យគាត់ក៏ដើរក៏គាត់មិនបាក់ទឹកចិត្តឲ្យបោះបង់ឡើយមុននឹងគ្នាបានឃើញទ័ពពួកម៉ាឌៀនច្រើនខ្លាំងណាស់ប៉ុន្តែមិនធ្វើឲ្យលោកគេឌៀនចោះចាញ់ឡើយគាត់នៅតែមានភាពក្លាហានក្នុងការដឹកនាំទ័ពទៅប្រយុទ្ធទៀតត្រឹមត្រូវហើយព្រោះគាត់ទុកចិត្តព្រះហើយព្រះបានប្រទានឲ្យគាត់មានភាពក្លាហានពូម៉ាក់គ្នាចង់មានភាពក្លាហានដល់លោកគេឌៀនដែរប្រកាសជាបានមានអីពិបាកចាំមិត្តភ័ក្តិដែលកំពុងទស្សនាចង់បានភាពក្លាហានដូចលោកគេឌៀនដែរទេបើចង់បានក៏មកនៅខាងក្រោមវីដេអូនេះមកតើសម្រាប់អ្នកដែលចង់បានភាពក្លាហានបន្ថែមទៀតសូមបានបិទភ្នែកអធិដ្ឋានជាមួយគ្នាព្រះអង្គអើយកូននឹងថាភាពភ័យខ្លាចគឺមិនមែនមកពីព្រះអង្គឡើយដូចនេះសូមទ្រង់ជួយកូនឲ្យមានភាពក្លាហានក្នុងការធ្វើអ្វីមួយថ្មីដើម្បីជួយខ្លួនឯងនិងអ្នកដទៃមិនថាការរៀនជួយការងារម៉ាក់ប៉ាឬការងារសង្គមឡើយបិទកូនដឹងថាព្រះអង្គគង់នៅជាមួយកូនហើយដឹកនាំកូនកូនជឿនិងទុកចិត្តព្រះអង្គដូចជាលោកគេឌៀចឹងដែរកូនសូមអធិដ្ឋាននៅក្នុងព្រះនាមព្រះអង្គម្ចាស់ព្រះយេស៊ូវគ្រីស្ទអាមែនអរគុណពូម៉ាក់ដែលបានអធិដ្ឋានឲ្យគ្នានឹងមិត្តដែលកំពុងតែទស្សនាក្នុងកម្មវិធីរបស់យើងចឹងអ្នកទាំងអស់គ្នាអាចអធិដ្ឋានបែបនេះបានឥឡូវមានអារម្មណ៍មកចៃក្នុងការឡើងរំនៅព្រះវិហារពេលនេះគ្នាមានកម្លាំងព្រឹសហ្មងគ្នាលេងភ័យខ្លាចហើយព្រោះគ្នាដឹងថាព្រះនឹងគង់នៅជាមួយគ្នាវ៉ាវអរចាមែនតើអញ្ចឹងមកសាំជាពូម៉ាក់របស់ខ្ញុំហើយនិយាយចឹងពូម៉ាក់ឯងរំអត់អីដែរដោយសារតែថ្ងៃនេះយើងនឹងនិយាយអំពីលោកគេឌៀនអញ្ចឹងខ្ញុំសម្រេចចិត្តថាខ្ញុំនឹងរកបទអ្នកក្លាហានគេឌៀនមកមើលគ្នានឹងរៀនរំទាំងអស់គ្នាសួស្តីបងប្អូនថ្ងៃនេះបងតរ៉ូមានចម្រៀងមួយបទចង់បរៀនឲ្យបងប្អូនចេះច្រៀងនិងធ្វើកាយវិការជាមួយគ្នាបទនោះមានចំណងជើងថាអ្នកក្លាហានគេឌៀនអូខេបងប្អូនចឹងសូមបានក្រោកឈរឡើងហើយយើងនឹងរៀនធ្វើជាមួយគ្នាតោះអូខេចឹងដំបូងគឺយើងនឹងច្រៀងថាអ្នកជាមនុស្សចឹងនៅពេលដែលយើងច្រៀងបងប្អូនលើកដៃទាំងអស់របស់យើងមកដូចយើងច្អល់យកអីវ៉ាន់ចឹងនោះចឹងយើងដូចគ្នាយើងអល់ថា
អ្នកជាមនុស្សអញ្ចឹងបងប្អូនបន្ទន់ជាកូនរបស់យើងមកតោះអ្នកជាមនុស្សអ្នកជាមនុស្ស2ដងបន្តមកទៀតអ្នកជាមនុស្សពូកែក្លាហានយូក្លាហានបងប្អូនតើអត់អញ្ចឹងទី1យើងចង្អុលអ្នកជាមនុស្សអ្នកជាមនុស្សអ្នកជាមនុស្សពូកែក្លាហានតើអត់បងប្អូនអញ្ចឹងបន្តមកទៀតឯព្រះវិញ្ញាណអញ្ចឹងនៅពេលដែលយើងច្រៀងឯព្រះវិញ្ញាណបងប្អូនដាក់ដៃរបស់យើងបែបនេះមកហើយភ្នែករបស់យើងគឺយើងមើលទៅចំដៃរបស់យើងចំម្រាមដៃអញ្ចឹងឯព្រះវិញ្ញាណគង់ជាមួយអ្នកតើណាបងប្អូនឯព្រះវិញ្ញាណគង់ជាមួយអ្នកអូខេតោះបន្តមកទៀតទោះទៅទីណាទីនោះនឹងបានដេជះអញ្ចឹងបងប្អូនយើងឈានជើងរបស់យើងមកស្ដាំទោះទៅទីណាទីនោះនឹងបានដេជះស្រួលមែនតើទោះទៅទីណាទីនោះនឹងបានដេជះបន្តមកទៀតឲ្យគេស្មោះស្ម័គ្រយើងធ្វើដែរបែបនេះមកបន្តមកទៀតឲ្យគេជឿជាក់អញ្ចឹងឲ្យគេស្មោះស្ម័គ្រនិងឲ្យគេជឿជាក់គឺបងប្អូនធ្វើដែរបែបនេះដូចគ្នាតោះណាបងប្អូនបន្តមកទៀតដើរតាមព្រះគ្រីស្ទអញ្ចឹងបងប្អូនដើរយើងលើកជើងស្ដាំរបស់យើងមុនហើយនឹងដៃឆ្វេងដើរតាមព្រះគ្រីស្ទ1 2 3 4 4ដងបងប្អូន1 2 3 4អូខេល្អមែនទេអញ្ចឹងបន្តមកទៀតដល់វគ្គបន្តអញ្ចឹងបន្តយើងនឹងច្រៀងថាណែអ្នកពូកែក្លាហានអើយតោះអញ្ចឹងយើងធ្វើកាយវិការណែអ្នកពូកែក្លាហានអើយអូខេតើបងប្អូនល្អតោះបន្តមកទៀតកុំនៅកន្តើយនៅស្ទើរស្ទាក់អញ្ចឹងបងប្អូនលើកដៃចង្អុលរបស់យើងដែរមកហើយយើងធ្វើដូចណូអញ្ចឹងណាណូអញ្ចឹងបងប្អូនបន្ទន់ជង្គង់តិចតិចបែបនេះអូខេហើយយើងនឹងជឿថាកុំនៅកន្តើយកុំស្ទើរស្ទាក់អូខេល្អមែនតើបងប្អូនបន្តមកទៀតយើងនឹងជឿថាណែអ្នកពូកែក្លាហានអើយព្រះយេហូវ៉ាគង់នៅជាមួយអ្នកអញ្ចឹងយើងដូចគ្នាណែអ្នកពូកែក្លាហានអើយព្រះយេហូវ៉ាយើងដូចច្រៀងកន្លែងព្រះវិញ្ញាណដូចគ្នាអញ្ចឹងយើងភ្នែករបស់យើងមើលទៅចុងម្រាមដៃរបស់យើងព្រះយេហូវ៉ាគង់ជាមួយអ្នកតើអត់បងប្អូនវ៉ាវល្អមែនតើតែខ្លួនឯងមួយអូខេតើឥឡូវនេះយើងនឹងច្រៀងហើយយើងរាំជាមួយនឹងសាច់ភ្លេងអ្នកគ្នាអូខេ let's goអ្នកជាមនុស្សអ្នកជាមនុស្សអ្នកជាមនុស្សពូកែក្លាហានហើយព្រះវិញ្ញាណគង់ជាមួយអ្នកទោះទៅទីណាទីនោះនឹងបានតែជាងឲ្យគេស្មោះស្ម័គ្រឲ្យគេជឿជាក់តាមព្រះគ្រីស្ទតាមព្រះគ្រីស្ទតាមព្រះគ្រីស្ទណែអ្នកពូកែក្លាហានអើយចូលកុំកន្តើយនៅស្ទើរស្ទាំងណែអ្នកពូកែក្លាហានអើយព្រះយេហូវ៉ាគង់ជាមួយអ្នកអ្នកជាមនុស្សអ្នកជាមនុស្សអ្នកជាមនុស្សពូកែក្លាហានហើយព្រះវិញ្ញាណគង់ជាមួយអ្នកទោះទៅទីណាទីនោះនឹងបានតែជាងឲ្យគេស្មោះស្ម័គ្រឲ្យគេជឿជាក់តាមព្រះគ្រីស្ទតាមព្រះគ្រីស្ទតាមព្រះគ្រីស្ទណែអ្នកពូកែក្លាហានអើយចូលកុំកន្តើយនៅស្ទើរស្ទាំងណែអ្នកពូកែក្លាហានអើយព្រះយេហូវ៉ាគង់ជាមួយអ្នកព្រះយេហូវ៉ាគង់ជាមួយអ្នកព្រះយេហូវ៉ាគង់ជាមួយអ្នកវ៉ាវបទចម្រៀងនេះបទជាលុយមែនតែនអត្ថន័យលើកទឹកចិត្តឲ្យសូរៀនរាំតាមទៀតប្រកាសឲ្យពួកម៉ាក់និយាយទៅក្នុង Facebook YouTube Superbook Cambodia មានវីដេអូល្អៗជាច្រើនដូចជាសាច់រឿងក្នុងព្រះគម្ពីរលេងល្បែងកំសាន្តគូរូបផាត់ពណ៌បង្រៀនរាំច្រៀងនិងបទក្រដាសធ្វើអ្វីដែលថ្មីជាពិសេសបង្រៀនយើងឲ្យចេះអាននិទានបន្ថែមទៀតផងវ៉ាវអស្ចារ្យមែនតើខ្ញុំនឹង like និង subscribe ទុកមើលនៅពេលក្រោយទៀតមិនតែប៉ុណ្ណោះអ្នកទាំងអស់គ្នាក៏អាចមើលតាមរយៈកញ្ចក់ទូរទស្សន៍ប៉ុស្តិ៍លេខ5ថ្ងៃអាទិត្យម៉ោង 8 កន្លះព្រឹកបានផងដែរបើសិនអ្នកទាំងអស់គ្នាខ្វះភាពក្លាហានសូមទុកចិត្តព្រះដោយលោកកេឌៀនហើយអធិដ្ឋានសូមជំនួយពីព្រះពេលនេះកម្មវិធីរបស់យើងបានដល់ទីបញ្ចប់បើសិនជាអ្នកទាំងអស់គ្នាមានចម្ងល់អាចឆាតឬ comment ខាងក្រោមវីដេអូនេះបានសូមព្រះប្រទានពរបាយបាយ